សួស្តីអ្នកនរគ្នាខ្ញុំឆិនហ្នឹងហើយខ្ញុំមានម៉ូតសូឌៀមមួយចែកជូនអ្នកនរគ្នាទៀតហើយអ្នកគ្នាម៉ូតសូឌៀមនេះយើងអាចដាក់ shader ដូចខ្ញុំដាក់លើ thumbnail ចឹងអ្នកគ្នាគឺអែមដែរនេះគឺជាម៉ូតអ្នកគ្នាបាទគឺតែ13ម៉ូតទេអ្នកគ្នាហ្នឹងហើយម៉ូតវាបន្តិចមែនប៉ុន្តែយើងអាចដាក់ shader ទៅវាមកមុំដែរអ្នកគ្នានេះគឺជាម៉ូត zoom free អ្នកគ្នាដល់ពេលដែលយើង zoom ទៅគឺវាលឺស្លេងណាអ្នកគ្នាដាក់ all way ហ្នឹងមកអ្នកគ្នាគឺវា zoom ទៅវាលឺស្លេងហើយចឹងនេះគឺជាគ្រឿង shader បាទ shader យើងមានតែប៉ុណ្្នឹងដែរគឺយើងអាចដាក់លេងបានហើយជាមួយខ្ញុំចាក់តែ Milo ហ្នឹងអ្នកគ្នាបាទ shader ទី1ហ្នឹងនេះបាទគឺវាចេញហើយគឺស្អាតមែនតើអានេះកន្លែងយើង select setting អ្នកគ្នាបើអោននេះមកកុំឲ្យវាចាំងវាមានពលឺចាំងអ្នកគ្នាបើដាក់បើកទៅអាហ្នឹងគឺមានពលឺចាំងអ្នកគ្នាសាក់ដាក់ទៅមិនដឹងបាទលើយើងចូលអា shader នេះទៅបាទ shader យើងតែខ្ញុំចូលចិត្តដាក់ហ្នឹងគឺស្អាតមែនតើបាទ shader ហ្នឹងអ្នកគ្នាបាទហើយនេះគឺជា mode 1.20.1 អ្នកគ្នាមើលទៅគឺស្អាតមែនតើអ្នកគ្នាអា shader ហ្នឹងគឺស្អាតតែខ្ញុំចូលចិត្តអញ្ចឹងបើអ្នកគ្នាចង់ដាក់អីកុំភ្លេចមើលវីដេអូហ្នឹងដល់ចប់គឺចេះដាក់ធានាថាលេងបាន100%អ្នកគ្នាហ្នឹងហើយមើលទៅគឺស្អាតមែនតើវាមានស្រមោលមានអីអ្នកគ្នាអានេះ mode sodium យ៉ាងណាវាដូច Optifine គឺវាដាក់ច្បាស់ជាងនឹងទៀតតែវាអត់សូវ smooth សម្រាប់ទូរស័ព្ទខ្ញុំបើទូរស័ព្ទគ្នាល្អដាក់ទៅគឺលេងសប្បាយលេងយើងមិនបាច់ចាំទិញកុំព្យូទ័រទិញអីឬក៏ laptop អីទេនេះលេងក្នុងទូរស័ព្ទលេងទៅណាមិនអស់ហ្នឹងហើយមើលគ្នាបើអ្នកគ្នាចង់ដាក់អីកុំភ្លេចមើលវីដេអូនេះដល់ចប់ទៅអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកគ្នាឲ្យរបៀបដាក់ shader ហ្នឹងដំបូងយើងចូលសារ Chiver យើងមកអ្នកគ្នាបាទហើយយើងចុចបូកrender នេះគ្នាចុច create ហ្នឹងមកយើងចុច new folder ហ្នឹងមកហើយយើងដាក់ថា mg ហ្នឹងឲ្យយើងចំណាំនេះគ្នាយើងបូកជាមួយចុច OK ហើយយើងចូលទៅ render យើងមកនេះគ្នាយើងចុចតាមខ្ញុំមកខ្ញុំដល់កន្លែងហ្នឹងនេះគ្នាចុចចូលទូរស័ព្ទនេះគ្នាមកហើយយើងចុចmg យើងបូកក្នុងសារ server មិញនេះគ្នាចុចហ្នឹងមកហើយយើងចុចក្រោមនឹងចុច allow ហើយបាទនេះប៉ុណ្ណឹងគឺវាបាន render ទាំងអីហើយនេះនេះដាក់តាមខ្ញុំមកអូខេឥឡូវយើងចូលសារលេខជើងមកនេះគ្នាបាទហើយយើងយក 1.21.1 យើងយក favorite ហ្នឹងហើយយើងយកឥឡូវគេហ្នឹងមកនេះគ្នាចុចតាមខ្ញុំមកហើយ install នេះគ្នាយើង install ធ្វើមួយឲ្យពេញសិនណានេះគ្នាបើយើងចូលលេងហើយនឹងដាក់ mode ដាក់អីឲ្យវាមាន mode មានអីដាក់ shader ដាក់អីនេះគ្នាយើងចាំសិនទៅឲ្យវាដើរសិនទៅអ៊ីនធឺណិតខ្ញុំវារៀងslow នេះគ្នាអញ្ចឹងវាដើរយឺតតាមហ្នឹងបើគ្នាស្វារៀងលឿនចូលទៅលឿនហ្មង down មួយ plate ហើយអូខេឥឡូវវាហើយគ្នាចាំវាសិនមកឲ្យវា load អស់សិនមកឲ្យវាមានចេញកន្លែង favorite 1.21.1 ឥឡូវវាបានហើយគ្នាបាទហើយលើគ្នាចុចកន្លែងតាមខ្ញុំមកហើយចុចយក 1.21.1 គ្នាបាទអា favorite ហ្នឹងហើយយើងចុចមើលអាកន្លែង render នេះយើងដាក់ render តែយើងបានបូកមិញយើងដាក់អាហ្នឹងមកនេះគ្នាបាទអាហ្នឹងគឺដាក់ shader បានកុំឲ្យវា error ឬក៏ load ចេញនេះឥឡូវយើងចូល game សិនមកនេះយើងចូលឲ្យវាមានកន្លែងយើងត្រូវឲ្យវាដំណើរការ game សិនណាឥឡូវខ្ញុំចូលដល់កន្លែង game ហើយបាទប៉ុន្តែវាអត់មាន mode អីទេនេះគ្នាបាទគឺវាមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅដាក់សិនទៅឲ្យវាមាន mode មានកន្លែងដាក់ mode កន្លែងដាក់ shader ឬសំពេចអីហ្នឹងនេះគ្នាអូខេនេះគឺជា mode ដែលខ្ញុំដាក់នៅខាងក្រោម description ហ្នឹងឬក៏ comment ហ្នឹងនេះគ្នាចុច extract here ហ្នឹងមកហើយយើងចុចលើវាមួយហើយយើងចុចឲ្យជាប់ select ទាំងអស់ហើយយក copy នេះគ្នាហើយយើងទៅ device strong មកយើងចូល Android data ហើយនឹងគ្នាចុចតាមខ្ញុំមកចុច align date ហើយនឹងស្អីគេនេះខ្ញុំសើចអាននេះគ្នាយើងចុចអាហ្នឹងមកឲ្យវាមានsolid ហ្នឹងនៅលើយើងកុំឲ្យអូសរោគញ៉ៃហើយនឹងចុចតាមខ្ញុំមកហើយដល់កន្លែងគឺយើងផាសមកនេះគ្នាបាទយើងផាសឲ្យវាមានកន្លែងនេះគ្រីសឲ្យយើង apply វាហើយ replace ហ្នឹងមកវាបាននេះគ្នាបាទអូខេឥឡូវខ្ញុំចូលដល់ game បាទនេះគឺជា mode បាទគឺមិញគឺវាមានកន្លែង mode ទេតែពេលយើងដាក់ឲ្យគឺមាននេះគ្នាមើលទៅ mode យើងមានតែប៉ុណ្្នឹងហើយមានតែ13 mode ហ្នឹងនេះគ្នាបាទវាមិនច្រើនទេយើងលេងមកមុំទៅបើទូរស័ព្ទមកមុំយើងដាក់ mode ប៉ុណ្្នឹងគឺលេងបានហើយនេះគឺជា shader ដែលយើងដាក់មុនហ្នឹងក្បាលវីដេអូនេះគ្នាបានឃើញហើយអា mode ឬក៏ shader ហ្នឹងនេះគ្នា
ឥឡូវខ្ញុំចូលមកតេស្តដល់ក្នុង game បានមក play ដែរឥឡូវដាក់ shader តែ shader អីគេនេះ make up ultra fast នេះអ្នកគ្នា shader នេះមកមុំលេងប៉ុន្តែវា FPS តិចពេកណាមួយទូរស័ព្ទខ្ញុំអត់សូវល្អហងបើអ្នកគ្នាដាក់ទូរស័ព្ទអ្នកគ្នាល្អដាក់ទៅ smooth ហ្មងអ្នកគ្នាហើយ mode ប៉ុណ្ណឹងលេងស្មើសបាយប៉ុណ្ណឹងអ្នកគ្នាមើលទឹកមើលអីទៅស្អាតមែនតើអ្នកគ្នាឡើងថ្លាឆ្វងប្រៃក៏ចង់មួយនិយាយលេងនេះគ្នាមើលទៅអាសាដែរទៅពេលយើងចូលមើលចិត្តទៅគឺវាមានព្រិលគៀនខ្ញុំឆ្ងល់ដល់ហើយអាហ្នឹងមកពីគេសារ៉េឬក៏វាអញ្ចឹងស្រាប់អ្នកគ្នាបាទបើខ្ញុំអត់សូវដឹងដែរបាទខ្ញុំចេះដាក់លេងទៅណាមួយខ្ញុំសូវចេះលេង Minecraft ហ្មងទេតែគ្រាន់តែចេះតែជុចចេះតែនេះទៅចេះតែ craft ទៅឥឡូវយើងសាដ Milo នេះម្ដងទៀតអ្នកគ្នាបាទនេះបាទសាដមកមុំអានេះសាដនេះវាអត់ស្អាតទេប៉ុន្តែវា smooth អ្នកគ្នាតែទឹកអីវាថ្លាឆ្វងដូចគ្នាវាមិនស្អាតទេវាស្អាតដែរតែគ្រាន់តែវាអត់មានសម្បល់មានអីវាមានមកលេងមកមុំលេងមកមើលទៅវាគ្រាន់ជាងធម្មតាអ្នកគ្នាបាទតែគ្នាមើលតាមហ្នឹងទៅគឺអែមដែរហើយអ្នកគ្នាមើលដល់ត្រឹមនេះហើយកុំភ្លេច subscribe ហើយ like ម្នាក់មួយផងអ្នកគ្នាបាទតែខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូទៀតខ្ញុំអត់សូវចេញរាល់ថ្ងៃទេគ្នាព្រោះរៀងរវល់ដែរអ្នកគ្នាបាទបើខ្ញុំតនេះខ្ញុំនឹងធ្វើវីដេអូភ្លាមឬក៏រាល់ថ្ងៃឲ្យអ្នកគ្នាហ្មងអ្នកគ្នាបាទឥឡូវយើងចូលដល់អា shader នេះណា shader ដាក់បាវីដេអូហ្នឹង shader ហ្នឹងគឺអែមអ្នកគ្នាបាទខ្ញុំជួយចាត់ shader ហ្នឹងគេនិយាយមែនណាខ្ញុំនិយាយមែនហើយមិនបានថាខ្ញុំជួយចាត់ shader ព្រោះអា shader ហ្នឹងខ្ញុំស្រឡាញ់តែសម្ោលអ្នកគ្នាវាពេលដាក់ទៅឃើញសម្ោលឃើញអីស្មើទឹកក៏ស្អាតបើទឹកក៏លងព្រិលទឹកវាមានសម្ោលមានអីចឹងទៅខ្ញុំជួយចិត្តដែរហ្នឹងប្រយមើលទៅគឺស្អាតមែនតើបាទអ្នកគ្នាបាទហើយអញ្ចឹងវីដេអូយើងគឺជិនដល់បញ្ចប់ហើយអ្នកគ្នាបាទកុំភ្លេច subscribe ហើយ like ម្នាក់មួយផងមានអីច្រើនមានតែប៉ុណ្្នឹងឯងបាយ